ជាសួនចុងក្រោយរបស់Central Park បងចាសួនគេមានបឹងមានស្រះអញ្ចឹង3-4កន្លែងតាមបណ្ដោយរបស់សួនគេនេះក៏មានប្រហែលជា100ទៅ200 ម៉ែត្រហើយមានមួយកន្លែងអញ្ចឹងណាបងព្រោះសួននេះមានទំហំធំដល់ទៅ341ហិកតាអញ្ចឹងគេបង្កើតសួនហើយគេអាចនឹងហើយបង្កើតជាបឹងជាស្រះសម្រាប់មានសត្វធម្មជាតិដូចយើងនឹងឃើញក្នុងវីដេអូហើយគឺមានទាទឹកច្រើនមកហែលទឹកមកលេងទឹកមកហូបរស់ស៊ីចំណីអីហើយមានមនុស្សនេះញាតិញោមគេមក exercise មក relax មកលំហែកាយរហូតបងនឹងពីរបងចុងក្រោយគេបង